ទីបំផុតប៉ូលីសស៊ើបអង្កេតដឹងពិតប្រាកដហើយដែលធ្វើឲ្យនិស្សិតកូរ៉េវ័យ22ឆ្នាំម្នាក់ត្រូវបានក្រុមអ៊ុក្រិតចាប់ចម្រើននិងធ្វើទារុណរហូតដល់បាត់បង់ជីវិតគឺជនជាតិកូរ៉េធ្វើស៊ីកូរ៉េបងប្អូនជាទីគោរពរាប់អានតើតែដែលអ្នកចេះភាសាកូរ៉េដូចគ្នាទើបអាចនិយាយលួងលោមមកបានជាមួយគេខ្លាចបំផុតអ្នកដែលនៅក្បែរខ្លួនអ្នកនៅជិតខ្លួនបំផុតគឺជាមនុស្សដែលអាចធ្វើស៊ីនិងធ្វើបាបអ្នកគ្រប់ពេលអ្នកពីក្រៅពីណាគេអាចធ្វើបាបអ្នកបានដោយងាយនោះគឺមិនងាយនោះទេវាដូចជារឿងករណីនេះជាដើមអញ្ចឹងគឺករណីនិស្សិតកូរ៉េវ័យ22ឆ្នាំម្នាក់ត្រូវបានបាត់បង់ជីវិតនៅក្នុងនោះផងដែរដោយបាត់បង់ជីវិតនៅខេត្តកំពតក្នុងប្រទេសកម្ពុជាយ៉ាងណាមិញឥឡូវនេះការស៊ើបអង្កេតគឺត្រូវបានរកឃើញហើយដោយសារតែករណីការលក់ដូរនៃកងធនាគារបោកប្រាស់និងដើម្បីយកលុយដល់ក្នុងទំហំទឹកប្រាក់ច្រើនពាក់ព័ន្ធជាមួយនឹងបញ្ហានេះផងដែរស្របនៅពេលបច្ចុប្បន្ននេះរឿងការចាប់ចម្រិតនេះវាคล้ายទៅជាប្រធានបទយ៉ាងក្តៅគគុកហើយយកមកចុះផ្សាយប្រងព្រានស្របនៅពេលបច្ចុប្បន្ននេះខាងប៉ូលីសកូរ៉េនិងក៏ដូចជាអ្នកជំនាញកូរ៉េក៏កំពុងតែធ្វើការស៊ើបអង្កេតចំពោះរឿងនេះក្រោយពេលដែលមានការស៊ើបអង្កេតដឹងមូលហេតុពិតប្រាកដហើយដែលធ្វើឲ្យនិស្សិតកូរ៉េវ័យ22ឆ្នាំមកនេះទៅកម្ពុជាទាំងតក់ក្រហល់ហើយក៏ត្រូវបានក្រុមអ ுக ្រិតជនចាប់ចម្រិតនិងធ្វើទារុណរហូតដល់បាត់បង់ជីវិតគឺគាត់មិនមែនធ្វើដំណើរទៅលេងកម្ពុជាធម្មតានោះទេគឺគាត់ត្រូវបាននិស្សិតរៀមច្បងដែលជាសិស្សច្បងរបស់គាត់និងដែលរៀននៅសាកលវិទ្យាល័យមួយជាមួយគ្នានៅក្នុងតំបន់ឆុងណាំនិងនៃប្រទេសកូរ៉េខាងត្បូងដែលលបួងយកទៅហើយនៅក្នុងនោះផងដែរនៅក្នុងន័យធ្វើកងធនាគារបោកប្រាស់ដើម្បីជាធ្នូបានលុយច្រើនហើយម្នាក់នោះតាមពិតទៅត្រូវបានគេដឹងថាគឺជាអ្នកគ្រប់គ្រងខាងកងធនាគារបោកប្រាស់នេះហើយយ៉ាងណាមិញនៅក្នុងចំណោមករណីចាប់ចម្រិតចំនួន330ករណីគឺភាគច្រើនជានិស្សិតនិងជាយុវជនដែលត្រូវបានគេលបួងលួងលោមពីប្រទេសកូរ៉េហើយចូលទៅកម្ពុជានិងបានប្រាក់ខែច្រើនរាប់ម៉ឺនដុល្លារនៅក្នុងមួយខែហើយគេលបួងធ្វើកងធនាគារបោកប្រាស់និងដើម្បីយកលុយពីកងធនាគារនោះតាមការពិតលបួងយកមនុស្សទៅដើម្បីធ្វើសកម្មភាពចាប់ចម្រិតនិងក៏ដូចជាចំពោះឪពុកម្ដាយក្រុមគ្រួសារនិងដើម្បីមួយទៀតបោកប្រាស់តាមប្រព័ន្ធអនឡាញនិងលាងលុយផងដែរដោយប្រើប្រាស់កងធនាគារបោកប្រាស់ដែលនៅក្នុងនោះម្នាក់គឺបង្កើតដោយខ្លួនឯងយ៉ាងណាមិញប៉ូលីសកូរ៉េក៏បានធ្វើការស៊ើបអង្កេតបន្ថែមទៀតនៅសាកលវិទ្យាល័យនោះផងដែរក៏ប៉ុន្តែមិនទាន់មានករណីនិស្សិតផ្សេងទៀតដែលត្រូវបានបាត់ខ្លួនទេហើយយ៉ាងណានោះយើងរងចាំមើលទាំងអស់គ្នាទៀតថានឹងទៅជាយ៉ាងណាស្របនៅពេលបច្ចុប្បន្នការស៊ើបអង្កេតកំពុងតែបន្តហើយចំពោះបញ្ហារឿងអ្វីដែលកើតមានឡើងទៀតយើងរងចាំមើលទាំងអស់គ្នានេះបើយោងទៅតាមសារព័ត៌មានរបស់កូរ៉េបានធ្វើការចុះផ្សាយពីសារព័ត៌មាន TJB ថេឆនបាំងស៊ឹងពាក់ព័ន្ធជាមួយនឹងរឿងនេះដោយចំណុចព័ត៌មាននេះមានប៉ុណ្ណឹងខ្ញុំបាទសូមអរគុណនិងសូមគោរពលា